បាទជំរាបសួរបងប្អូនបាទដែលនិយមតាមដានព័ត៌មានទាក់ទងទៅនឹងវិស័យអចលនទ្រព្យពិសេសបងប្អូនដែលចាប់អារម្មណ៍ដែលកំពុងតែតាមស្វែងរកបាទទិញនៅផ្ទះល្វែងសម្រាប់ការរស់នៅឬក៏សម្រាប់តុបើកជាតូបឬក៏ជាកន្លែងលក់ដូរអីផ្សេងៗបាទអញ្ចឹងខ្ញុំសូមបង្ហាញពីទីតាំងផ្ទះល្វែងមួយកន្លែងបងប្អូនឃើញក្នុងវីដេអូនេះស្រាប់បាទផ្ទះជួរមុខនេះគឺធ្វើរួច 100% ហើយបាទហើយនៅជាប់នឹងផ្លូវរត់ខាងមុខបាទអញ្ចឹងទីតាំងខាងមុខនេះបងប្អូនអាចនឹងបើកជារបររកស៊ីបានបាទអញ្ចឹងទីតាំងខាងមុខនេះបាទជួរដែលខ្ញុំថតនេះគឺនៅសល់ផ្ទះមួយបងប្អូនបាទអញ្ចឹងបងប្អូនដែលចាប់អារម្មណ៍ផ្ទះដែលសង់រួចបាទបង់តែ$3000អាចកាន់សោចូលនៅបាទអញ្ចឹងនៅសល់មួយបាទជួរនេះហើយសម្រាប់ជួរនេះដែរហើយជួរនេះដែរនេះបាទផ្ទះនេះគឺ3ផ្ទះនេះកំពុងតែធ្វើនេះបានចូល80%ហើយបាទអញ្ចឹងផ្ទះនេះនៅសល់3ផ្ទះបាទផ្ទះនេះគឺផ្ទះនៅជួរមុខដែរបាទ3ផ្ទះនេះបាទកំពុងតែសាងសង់បាទបានរួចរាល់ចូល70-80%ហើយបាទហើយផ្ទះនេះជាផ្ទះជួរមុខដែរបងប្អូនបាទផ្ទះជួរមុខដែរជាប់នឹងផ្លូវរត់បាទអញ្ចឹងនៅសល់3ផ្ទះនេះបាទហើយផ្ទះនេះគឺស្អាតបងប្អូនអាចទិញសម្រាប់ការរស់នៅផងហើយបងប្អូនក៏អាចទិញសម្រាប់ក្នុងការបើកក្នុងការលក់ដូរអីផ្សេងៗបានបងប្អូនបាទព្រោះវាជាប់ផ្លូវខាងមុខបាទអញ្ចឹងបងប្អូនដែលចាប់អារម្មណ៍អាចជើងមើលទីតាំងឲ្យសុំបញ្ជាក់បន្តិចបាទទីតាំងនេះគឺនៅប្លុកចិត្តសាសន្តិភាព2បាទនៅខាងក្រោយសាសន្តិភាព2នៅចិត្តវត្តតាពីងសាលាបាទហើយបើយើងគិតពីសាទូបង្រើមកជាង1គីឡូបាទប្រហែលជា2គីឡូបាទដល់ទីតាំងនេះហើយបាទអញ្ចឹងទីតាំងម្ដុំនេះគឺមានការអភិវឌ្ឍច្រើនបងប្អូនបាទអភិវឌ្ឍជាបរិយក៏សបោរោងចក្រសហគ្រាសផ្សេងៗក៏សបោដែរបាទគឺតំបន់នេះតំបន់ដែលកំពុងតែមានការអភិវឌ្ឍច្រើនហើយជាតំបន់ស្ថិតនៅក្នុងកណ្ដាលក្រុងឯបច្ចុប្បន្នបងប្អូនបាទពីមុនទូបង្រើសាសន្តិភាព2ជាជាយក្រុងតែឥឡូវគឺដូចជាកណ្ដាលក្រុងបងប្អូនបាទអញ្ចឹងបងប្អូនដែលចាប់អារម្មណ៍ចង់បានផ្ទះនៅប្លុកតំបន់សាទូបង្រើចិត្តផ្សារសន្តិភាព2បងប្អូនអាចអញ្ជើញមកមើលទីតាំងនេះបានបាទហើយសម្រាប់បងប្អូនដែលគ្រាន់តែទិញសម្រាប់ការរស់នៅអីធម្មតាបងប្អូនអាចមើលខាងក្នុងបាទព្រោះខាងក្នុងតម្លៃរៀងសមរម្យជាងខាងមុខបាទខាងក្នុងយើងក៏មាននៅសមមានផ្ទះច្រើនដែរហើយផ្ទះយើងក៏ចិត្តរួចហើយ100%បងប្អូនបាទអញ្ចឹងសម្រាប់តម្លៃវិញក៏សមរម្យហើយលក្ខខណ្ឌបង់ប្រាក់គឺងាយស្រួលទេបងប្អូនបាទដូចខ្ញុំបញ្ជាក់ខាងលើអញ្ចឹងគឺបង់មុន2-3000អីបងប្អូនអាចចូលទៅបានហើយសម្រាប់ទាំងក្នុងក៏ចិត្តហើយដូចរាល់ដែរបាទហើយបងប្អូនអាចបង់ជាមួយនឹងគម្រោងបាទមួយរយៈបានបងប្អូនត្រូវកម្ចីធនាគារបាទអញ្ចឹងបងប្អូនដែលចាប់អារម្មណ៍អាចទាក់ទងខ្ញុំតាមរយៈលេខ Telegram ឬមួយក៏ call មកខ្ញុំផ្ទាល់តាមរយៈលេខទូរស័ព្ទដែលខ្ញុំដាក់នៅលើការផុសរបស់ខ្ញុំទេបាទបងប្អូនបាទអរគុណច្រើនបាទជម្រាបលា